Chú Rích Xúa hay xúa đây bóng ôn tọa khía đã bóng tay tam đàn tu sna video mới ní Sva cung này tọa khía mà can channel duyệt Cambo Slingshot ngay này mình video thứ mấy mới tiết đấy Đã video ní cứ mình đã comment xua nhầm tràn Mình đã comment xua nhầm trànហើយnhưng mà toàn bạnឆ្លើយ តបទៅគាត់វិញដោយសារតែការឆ្លើយតាមរយៈ comment ទៅសេទៅខ្ញុំអាចទៅសេបានប៉ុន្តែពិបាកនៅក្នុងការយល់អញ្ចឹងថ្ងៃនេះខ្ញុំសម្រាប់ចាត់ថាចេញវីដេអូថ្មីមួយទាក់ទងនឹងរឿងមួយហ្នឹងដែលគាត់បាន comment សួរខ្ញុំរឿងហ្នឹងគាត់បានឥឡូវអត់ទាន់ប្រាប់ទេចង់សួរថាសុខសប្បាយអត់ព្រោះខានចេញវីដេអូសំណេះសំណាលចឹងយូរហើយចេញតែវីដេអូដើរប្រហែលសัตว์អញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយទេហើយខាងខ្ញុំនេះក៏សុខដែរជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អនៅក្នុងការបិណ្ឌប្រជុំនេះហើយព្យាយាមការពារខ្លួនឯងពីជំងឺផ្សេងៗផងជាពិសេសជំងឺគ្រុនឈីកហើយជំងឺ Covid ដែលវាមិនទាន់បានសាបអាលៀបទៅវិញទេអូខេសំណួរដែលមានអ្នកសួរមកខ្ញុំច្រើននោះគឺគាត់សួរថាហេតុអីបានជាពីរបស់គាត់បាញ់ទៅម្ដងក្របរត់ត្រង់ហើយម្ដងទៀតក្របរត់វាចរត់កោនៅក្នុងនេះដែរខ្ញុំនឹងលើក3ចំណុចដែលខ្ញុំគិតថាជាចំណុចធំហើយបងប្អូនយកទៅអនុវត្តមើលសិនទៅបើសិនជាខ្ញុំអនុវត្តខ្លួនឯងផ្ទាល់មុននឹងខ្ញុំមកឆ្លើយសំណួររបស់បងប្អូនដែលបាន comment របស់អ្នកទាំងអស់គ្នាបាន comment ហ្នឹងគឺខ្ញុំបានពិសោធន៍មើលខ្លួនឯងម្ដងជាម្ដងរួចហើយចំណុចដែលខ្ញុំគិតថាធំ3ហ្នឹងគឺទី1ការក្តោបក្របជាពីមអាក្របរបស់យើងហ្នឹងជាមួយនឹងស្បែកគឺវាអត់បានស្មើហើយចំណុចទី2នោះគឺការកាន់ដងអត់បានស្មើការកាន់ដងជាពីមអត់បានស្មើហើយចំណុចទី3គឺខ្ញុំគិតថាវាមិនចោតជាបញ្ហាសំខាន់អីទេប៉ុន្តែវាអាចជាបញ្ហាដែរតិចតួចការកាត់កស៊ូអត់ស្មើគ្នាជួនកាលបងប្អូនកស៊ូដាច់បងប្អូនមើលទៅកស៊ូរាងស្រាំចុងខាងស្បែកបងប្អូនកាត់ខាងស្បែកបងប្អូនចាប់កន្លែងកាត់ហ្នឹងយកមកចងជាមួយស្បែកហើយតម្រឹមវាជាមួយស្បែកសងខាងយកមកចងជាមួយនឹងដងជាពីមអញ្ចឹងធ្វើឲ្យការរត់របស់កស៊ូហ្នឹងគឺវាអត់ស្មើគ្នាទេការរត់របស់កស៊ូអត់ស្មើគ្នាទេដើម្បីងាយយល់ខ្ញុំលើក3ចំណុចនេះគឺខ្ញុំយកឥឡូវខ្ញុំយកជាពីមកធ្វើបង្ហាញជាក់ស្ដែងឲ្យបងប្អូនមើលតែម្ដងមួយនេះបងប្អូនមើលកស៊ូគឺវាត្រូវតែស្មើគ្នាចេះបងប្អូនឃើញទេកាត់ហ្នឹងគឺមានលក្ខណៈស្តង់ដារកស៊ូហ្នឹងគឺត្រូវស្របគ្នាល្អបងប្អូនកាន់ជាពីមើលទៅឃើញក្បាលជាពីហ្នឹងស្មើគ្នាល្អណាស់ក្បាលជាពីនេះគឺស្មើគ្នាល្អណាស់បើសិនជាក្របវិរតកោងតើបងប្អូនមានបានចាប់អារម្មណ៍ខ្លួនឯងជាអ្នកបាញ់អត់មានចាប់អារម្មណ៍ថាខ្លួនឯងជាអ្នកបាញ់ហ្នឹងបានធ្វើឲ្យវាមានកំហុសអីនៅក្នុងការបាញ់អត់ទី1ដូចតែខ្ញុំបញ្ជាក់ទៅវិញការដាក់ក្របជាមួយនឹងស្បែកការដាក់ក្របនៅក្នុងនេះបងប្អូនឃើញទេបងប្អូនឃើញវាមានរុនរបស់វាចំណាំទេបងប្អូនឃើញវាមានរុន1 2 3មានរុនកដាលហើយមានរុនសងខាងទេអញ្ចឹងការដែលក្តោបក្របបើសិនជាបងប្អូនដាក់ប្រឆាត់ចោលមកតែនេះក៏ក្របវារត់កោងនេះដាក់ចោលមកតែនេះដាក់ចោលមកតែហ្នឹងក៏ក្របវារត់កោងដែរអញ្ចឹងបងប្អូនត្រូវដាក់ឲ្យចំរុនកដាលវាហ្នឹងព្រោះស្បែកប្រភេទណាក៏ដោយប្រភេទស្បែកអន់ស្បែកល្អក៏វាមានរុនសម្រាប់ចំណាំដែរអញ្ចឹងបងប្អូនដាក់ក្របមកឲ្យចំនៅចំណុចហ្នឹងហើយបងប្អូនក្តោបវាមកឲ្យចំស្មើអញ្ចឹងឃើញស្មើអត់មានវាចអញ្ចេះទេនេះអញ្ចេះវាចគេបងប្អូនឃើញវាចអញ្ចឹងពេលដែលបាញ់មកជាហេតុផលទី1ដែលធ្វើឲ្យក្របរបស់បងប្អូនរត់កោងមកទៅបាញ់ទៅតែបើខុសស្ទុយទៅអញ្ចេះវារត់ត្រង់ណានឹងជាចំណុចទី1បងប្អូនយកទៅអនុវត្តជាក់ស្ដែងខ្លួនឯងទៅព្រោះខ្ញុំមិនជាអ្នកចេះដឹងអីទេនេះជាបទពិសោធន៍ដែលខ្ញុំបានជួបហើយខ្ញុំយកមកចែកម្លែកសម្រាប់បងប្អូនដែលបាន comment សួរបញ្ហាទី2នោះគឺនេះបងប្អូនមើលក្បាលជាពីមខាងដៃដែលបងប្អូនកាន់ដងជាពីមហ្នឹងណាបងប្អូនកាន់វាបានត្រង់នេះបងប្អូនឃើញកាន់វា
កាន់ចេះគឺកាន់បានត្រង់ណាស្រាប់តែបងប្អូនលេងចេះលេងកាន់ដងចេះអីឬមកក៏កាន់ចេះបងប្អូនបាញ់ដែរអញ្ចឹងក្របគឺវារត់កោងរត់ហើផែលតាមហ្នឹងអញ្ចឹងបងប្អូនកាន់ដងឲ្យស្មើចេះទៅក្របវារត់កោងទៅក្របរបស់វារត់កោងជាចំណុចទី2ហើយចំណុចទី3ដែលខ្ញុំបញ្ជាក់ជូនបងប្អូនគឺអាចមកពីកៅស៊ូនេះបងប្អូនកាត់វែងខ្លីវាខុសពីកំសួលនៃការរត់របស់កៅស៊ូអញ្ចឹងក្របវារត់អត់ស្មើទេជួនកាលបងប្អូនកាត់ចោលប៉ុណ្ណេះស្រាប់តែមកខាងទៀតបងប្អូនខាងនេះកាត់ប៉ុណ្ណេះស្រាប់មកខាងទៀតកាត់ប៉ុណ្ណេះខុសគ្នាតែមួយហ៊ុនពីរហ៊ុនក៏ក្របវារត់ខុសគ្នាដែរខុសប៉ែលដែររត់អត់ត្រង់ទេរត់អត់ត្រង់ទេអញ្ចឹងខ្ញុំមាន3ចំណុចហ្នឹងបងប្អូនដែលបានឆ្ងល់ហ្នឹងយកទៅអនុវត្តបាញ់មើលជាក់ស្ដែងតាមដែលខ្ញុំប្រាប់ទៅឧទាហរណ៍ថាបងប្អូនធ្វើតាមរបៀបដែលខ្ញុំប្រាប់នឹងហើយដៃខាងស្ដាំត្រង់ហើយកាន់ក្របត្រង់ហើយនៅតែក្របរត់កោងអញ្ចឹងខ្ញុំអត់ដឹងថាចែកម្លែកមិនទៀតទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំអនុវត្តបែបហ្នឹងគឺអីទេនៅក្នុងការរត់កោងរបស់ក្របគឺនៅក្នុងរយៈចម្ងាយមួយវាកោងហើយបើបងប្អូនឆ្ងល់ថាអូបងឯងនិយាយហ្នឹងក្នុងចម្ងាយ30-40ម៉ែត្រក្របរត់ត្រង់អនុវត្តតាមវិធី3ហ្នឹងអត់ទេខ្ញុំនិយាយហ្នឹងគឺនៅក្នុងនៃទីចិត្ត10-15ម៉ែត្រអីគឺក្របបែបហ្នឹងគឺវារត់ត្រង់តែបើសិនជាវាលើសចម្ងាយពីហ្នឹង20-30ម៉ែត្រអីគឺវារត់កោងនៅតែគ្នាទេក្របហ្នឹងហើយអញ្ចឹងគឺមានតែប៉ុណ្្នឹងទេ3ចំណុចហ្នឹងដែលបងប្អូនត្រូវយកទៅអនុវត្តម្ដងទៀតតាមតែការជួយឲ្យយោបល់ពីខ្ញុំដូចបញ្ជាក់អញ្ចឹងគឺអត់ចេះទេគ្រាន់តែបទពិសោធន៍ដែលខ្ញុំបានអនុវត្តខ្លួនឯងហើយខ្ញុំយកមកចែកម្លែកឆ្លៀតក្នុងវីដេអូនេះដែរខ្ញុំចង់ឆ្លើយប្រាប់ទៅអ្នកដែលគាត់ថាគាត់រៀនបាញ់ចម្រៀងដែរតែបាញ់អត់ត្រង់សួរតើគាត់ហាត់នឹងហាត់បាញ់ប៉ុណ្ណាអ្នកខ្លះគាត់និយាយថាបងខ្ញុំហាត់បាញ់ចម្រៀងដែរតែខ្ញុំបាញ់អត់ត្រង់អ្នកខ្លះនិយាយចឹងមែនប៉ុន្តែគាត់អត់មើលខ្លួនឯងទេជួនកាលគាត់កាន់ចម្រៀងគាត់កាន់តែមួយថ្ងៃគាត់បាញ់អត់ត្រូវក៏យកចម្រៀងទៅទុកចោលឬមួយក៏មួយខែមួយអាទិត្យគាត់ហាត់បានតែមួយថ្ងៃបាញ់បាន 3-4 គ្រាប់គាត់ថាគាត់ហាត់ដែរតែបាញ់អត់ត្រូវនៅក្នុងការហាត់រៀនណាបងប្អូនយើងរៀនធ្វើអីក៏ដោយនេះដូចខ្ញុំរៀនលេងហ្គីតារៀនអីក៏ដោយគឺវាត្រូវការអត់ធ្មត់នៅក្នុងការរៀនសូត្របាញ់ម្ដងជាមិនត្រូវ2ដងមិនត្រូវ3ដងមិនត្រូវបងប្អូនដាក់ទីប្រកាសឲ្យចិត្តមកវាគង់តែត្រូវទេដូចที่ខ្ញុំបញ្ជាក់ប្រាប់អញ្ចឹងការបាញ់គឺត្រូវមើលទី1មើលកស៊ូឲ្យវាស្របគ្នាអញ្ចឹងនេះស្របគ្នាអញ្ចឹងឲ្យឃើញសាច់មួយអញ្ចឹងកុំឲ្យឃើញ2អញ្ចឹងបើបងប្អូនឃើញកស៊ូ2អញ្ចឹងគឺបាញ់អត់ត្រង់ទេទី1គឺបាញ់អញ្ចឹងហើយទី2គឺនៅក្នុងការកាន់ដងជាពីរបស់យើងគឺមានមុំរបស់គេទី1គេហៅថាមុំ90ដឺក្រេគឺកាន់បែបនេះទី2មុំ45ដឺក្រេគឺកាន់បែបនេះហើយនឹងទី3គឺមុំ180ដឺក្រេកាន់បែបនេះអញ្ចឹងបងប្អូនយកទៅអនុវត្តមើលជាក់ស្ដែងទៅមានអ្នកខមមិនសួរខ្ញុំមិនតន់អស់ចិត្តទៀតនៅក្នុងវីដេអូមុនគាត់ថាចង់ឲ្យខ្ញុំលំអិតពីការបាញ់ជាពីបន្តិចមកប៉ុន្តែសម្រាប់ខ្ញុំវីដេអូមុនខ្ញុំគិតថាខ្ញុំលំអិតដែរប៉ុន្តែប្រហែលជាវាអត់តន់គ្រប់ចន្លោះអញ្ចឹងខ្ញុំសូមបន្ថែមតិចទៅនៅក្នុងវីដេអូនេះគាត់សួរថាការបាញ់ជាពីនឹងតម្រង់កន្លែងណាអញ្ចឹងគឺខ្ញុំប្រាប់ម្ដងទៀតមិនថាមុំ90ដឺក្រេទេគឺទិសដៅតម្រង់គឺនៅកន្លែងក្បាលជាពីកន្លែងនេះកន្លែងហ្នឹងបងប្អូនកន្លែងនេះសម្រាប់ខ្ញុំប៉ុន្តែមានអ្នកខ្លះក៏គាត់តម្រង់នៅញែងជាពីនៅខាងក្រោមដែរនេះគាត់មើលពីនោះមកគឺគាត់តម្រង់ខាងក្រោមនេះឃើញទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំតម្រង់កន្លែងនេះចំកែងនេះបងប្អូនឃើញទេឃើញចំកែងហ្នឹងគឺខ្ញុំតម្រង់ទៅនឹងឯងអញ្ចឹងគឺពេលដែលបាញ់គឺតម្រង់ទៅនឹងមានអ្នកសួរប៉ុណ្ណឹងអត់ទាន់អស់ចិត្តគាត់សួរថាបងបាញ់មុំ90ដឺក្រេតម្រង់កន្លែងហ្នឹងចុះ45តម្រង់កន្លែងហ្នឹងដូចគ្នាបងប្អូនណាតម្រង់កន្លែងហ្នឹងដូចគ្នាគាត់ថាក្របទី1យើងបាញ់ទៅវាអាចខុសអាចត្រូវចឹងហើយសូម្បីតែខ្ញុំបាញ់6-7ខែដែលខ្ញុំហាត់បាញ់ហ្នឹងក៏ខ្ញុំមិនតន់ចេះស្ទាត់អីដែរក៏នៅតែមានផ្្លាត់បាញ់នៅតែខុសច្រើនជាងត្រូវដែរអញ្ចឹងបងប្អូនហាត់បាញ់គឺតម្រង់កន្លែងហ្នឹងទៅបាញ់តាមក្បួនតាមខ្នាតដូចខ្ញុំបានប្រាប់គឺមើលខ្សែឲ្យស្របគ្នាមុននឹងបាញ់ទី2
nâng thì chấm lại tí muối hay tí pí ca đầm rong cứ chọn vài chụp điểm đi hay bông ôn bánh tới crop sau nâng cứ nhầm phải chạy chun từ trong video này bắt đầuពី video muốn nhầm bànឆ្លើយម្ដងហើយការដែលគេកាត់កស៊ូមកវាយណាគឺបងប្អូនត្រូវយឺតអីអស់កុំសួលនៃការយឺតបោះកស៊ូទៅក្របវារត់ខ្លាំងមិនមែនកស៊ូគេកាត់មកវាយហ្នឹងឯងដូចជាពីទឹកពីហ៊ុនចេះស្រាប់តែបងប្អូនយកមកយឺតខ្លីញាក់វាយណាមិនអាចទៅរួចវាអត់សាក់មួយម៉ាត់ជាមួយនឹងខ្សែអញ្ចឹងបងប្អូនត្រូវយឺតឲ្យអស់កុំសួលនៃភាពយឺតបោះកស៊ូទៅក្របវារត់ទៅក្របវារត់ខ្លាំងអូខេវីដេអូហ្នឹងកុំឲ្យវែងពេក10នាទីជាងនឹងបានហើយអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះហើយបើពេញចិត្តវីដេអូនេះសូមជួយចុច Subscribe និង Like Channel នេះផងហើយសម្រាប់វីដេអូក្រោយៗទៀតបងប្អូនមានចម្ងល់អីអាច comment នៅវីដេអូនេះនៅខាងក្រោមខ្ញុំនឹងធ្វើការបកស្រាយសម្រាប់បងប្អូនទៀតអូខេអរគុណច្រើនជម្រាបលា